រឿងប្រវត្តិសត្វខ្លាបងប្អូនដឹងតែខ្លាកើតเป็นមកពីណាបងប្អូនខ្លាកើតគឺប្រវត្តិពីដើមគឺព្រះរាជាបងប្អូនដែលគ្រប់គ្រងនៅនគរមួយដែលគាត់អត់ទ្រង់អត់ចេះមានមុនវិជាការឬក៏សង្គ្រាមអ្វីដូចស្ដេចមុនទេអញ្ចឹងទ្រង់ចើនបបើមើលថាបើសិនជាមានសង្គ្រាមអីកើតឡើងទៅថ្ងៃមុខលោកក៏អត់ចេះអីដែរអញ្ចឹងក៏ប្រជុំគ្នាមួយហោរាមួយអីហ្នឹងនាំគ្នាទៅហាត់រៀនមុនវិជាការពីលោកគ្រូវិស័យមួយនៅក្នុងវិហារមួយអញ្ចឹងទៅតែពេលលោកចេញត្រូវរៀនចេះសពគ្រប់ហើយក៏សុំលោកអាចារ្យនឹងចេញមកវិញមកប៉ុន្តែមកដល់មកដល់ផ្លូវ3ថ្ងៃនាំគ្នាមកវិញហើយនាំគ្នាប្រជុំក្នុងព្រៃទៀតណាអញ្ចឹងបើសិនជាយើងកន្លែងខ្លួនទៅជាអ្វីមួយហើយយើងហូបអាហារហមដល់នគរអញ្ចឹងណានឹងទ្រង់ក៏សម្រេចចិត្តហើយហោរា4នាក់ហ្នឹងគឺកលាជាជើងមុខក្រោយហ្នឹងទៅហើយខ្លួនខ្លាគឺពរាជាហើយកតុយហ្នឹងគឺហើយអគ្គមហេសីអញ្ចឹងណាអញ្ចឹងខ្លាខ្លាំងរហូតដល់សពថ្ងៃហ្នឹងគឺរាជាប្រែកលា